ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះនំសុខធីតាមកពីក្រុម IU35 ហើយថ្ងៃនេះយើងមកធ្វើ EC2 remote តាម AWS ជាងដំបូងយើងធ្វើការ login ទៅ AWS យើងដាក់ password ហើយនិង code ដែលវា send ឲ្យមកយើង sign in ទៅហើយបន្ទាប់មកយើងចូលទៅ EC2 Launch Instant បន្ទាប់មកយើងចូលទៅ Launch Video Walkthrough ហើយយើងទៅ change location ដាក់ទៅ Ohio វិញហើយយើងដាក់ឈ្មោះand tag ហើយយើងយក Ubuntu តមកអានេះយើងរើសយកអាណាដែលសាយតូចជាងគេហើយទៅ create new key pair ចឹងខ្ញុំដាក់ឈ្មោះហើយ create key pair តមកនេះយើងមិនដឹងអីទេយើងទៅ launch instant ចាំវា loading ពេញហើយយើងទៅនឹងតមកយើងទៅ instant ចាំឲ្យវា check សិនឥឡូវវា check ផាសហើយយើងទៅ connect តមកយើងទៅ search git bash ហើយយើងធ្វើការ copy comment ហ្នឹងយកមកដាក់ផាសមកយើងធ្វើការ copy ម្ដងទៀត pass ហើយយើង enter វាមកតមកយើង copy comment មួយទៀត pass ហើយ enter ហើយយើងចុច yes មកតមកយើង clear screen ហើយយើងធ្វើការវា Who am I ត
តមកវាយ password ហើយ hostname ឥឡូវយើងធ្វើការ update វា sudo apt update យើង update វាពេញហើយយើងទៅ sudo apt upgrade វាយើងចុច yes ចឹងបន្ទាប់ពីវា upgrade រួចរាល់ហើយយើង control ដើម្បី clear screen វាហើយយើងទៅវាយ tree ចឹងយើងអត់ទាន់មាន tree ទេចឹងយើងទៅ copy comment ទី2នេះមកដើម្បីបង្កើត folder ពី01ទៅ010ចឹងយើង copy ហើយ paste វាមក enter ហើយយើងទៅ copy comment ទី3 nano text.txt ដើម្បីយើងបង្កើត file មួយដាក់ sentence ចូលចឹងឥឡូវយើងទៅ copy sentence យើង paste វាមកយើង copy paste ម្ដងមួយតមកយើង control x យក y ហើយ enter ហើយទី4យើង copy command នឹងចូលមក paste enter តមកយើងទៅ copy command ទី5នេះដើម្បីយើងបន្លែfolder 001នឹងទៅក្នុង IU35 data ហើយយើងទៅ copy comment ទី6ទៀតដើម្បី extract IU35 data ហ្នឹងហើយយើងទៅ copy ទី7តែ comment ហ្នឹងដើម្បីបន្លែនិង compress file IU35 ហ្នឹងតបមក comment ទី8 comment ទី8ហ្នឹងយើងសម្រាប់ extract file ឥឡូវយើងចូលដល់ comment ទី9ដើម្បី save file ប៉ុន្តែយើងអត់ទាន់មាន save file ទេអញ្ចឹងឥឡូវយើងដើម្បីបានយើងទៅ install zip សិន sudo apt install zip ចុច yes
ចឹងយើង install ហើយយើងវា command zip នឹងចូលម្ដងទៀតចឹងយើងទទួលបាន file zip ហើយឥឡូវយើងទៅ command ចុងក្រោយដើម្បី unzip file នឹងវិញយើងធ្វើការ copy paste ម្ដងទៀតមកចឹងយើងចុចy enter រហូតបន្ទាប់ពីយើងធ្វើរួចរាល់អស់ហើយយើងទៅសាក v3 ដើម្បីមើល file យើងចឹងយើងអត់ទាន់មាន 3 ទេឥឡូវយើងធ្វើការ install 3 sudo apt install 3 install រួចហើយយើងសាកវាយមើលម្ដងទៀតចឹងយើងទទួលបាន 3 ហើយឥឡូវយើងទៅបិទ server AWS យើងចូលទៅ instance ហើយ untick វាហើយយើងទៅ all state យកពាក្យថា stop ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជំរាបលាលោកគ្រូ